អ្នកទាំងអស់គ្នាពេលដែលខ្ញុំថតរឿងភ្លើងឆេះក្លឹបក្រំដីហើយមានបងថាបងពេលដែលបងថតហើយបងមានអារម្មណ៍បែបម៉េចអ្នកទាំងអស់គ្នាខ្ញុំអត់មានអារម្មណ៍បែបម៉េចហងខ្ញុំធម្មតាតែគ្រាន់តែកាលពីមុនខ្ញុំគេងបិទភ្លើងក្នុងបន្ទប់ខ្ញុំអត់ចូលចិត្តឲ្យមានភ្លឺមានអីខ្ញុំអត់ចូលចិត្តទេខ្ញុំត្រូវតែបិទភ្លើងមកខ្ញុំគេងលក់តែបន្ទាប់ពីខ្ញុំថតរឿងហ្នឹងហើយរឿងភ្លើងឆេះក្លឹបក្រំដីហើយខ្ញុំទទួលបានអារម្មណ៍មួយថាចាំខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលណាអ្នកទាំងអស់គ្នាខ្ញុំទទួលបានអារម្មណ៍បែបហ្នឹងគឺខ្ញុំលេងហ៊ានគេងបិទភ្លើងហើយគឺខ្ញុំគេងបើកភ្លើងហើយកាលពីមុនខ្ញុំចូលចិត្តគេងតែម្នាក់ឯងទេខ្ញុំអត់ឲ្យបងខ្ញុំឬក៏អីម៉ាក់ខ្ញុំគាត់គេងបន្ទប់គាត់ទេខ្ញុំគេងម្នាក់ឯងអញ្ចឹងណាតែតាំងពីខ្ញុំជាមនុស្សម្នាក់ដែលអត់ដែរខ្លាចទេអ្នកទាំងអស់គ្នាតែតាំងពីខ្ញុំថតរឿងនេះខ្ញុំមិនចង់បាន attention អីអានេះខ្ញុំនិយាយអារម្មណ៍ពិតណាគឺខ្ញុំមួយថ្ងៃមួយខ្ញុំទៅបុណ្យសពបងសំណាងហើយទៅអ៊ំឋានមែនតើណាអ៊ំឋានក្នុងរឿងដែលគាត់មើលឃើញព្រាយហ្នឹងគាត់យកសាំបងមកពាក់ឲ្យខ្ញុំហើយគាត់ក៏និយាយថាឲ្យខ្ញុំប្រយ័ត្នខ្លួនអីចឹងទៅហើយខ្ញុំក៏រៀងមានអារម្មណ៍ថារៀងប្លែកដែរក៏មិនខ្ញុំមិនមែនជំនឿខ្លាចទេតែបន្ទាប់ពីខ្ញុំមកពីបនវិញបន្ទាប់ពីអ៊ំឋានចង់ហើយខ្ញុំគេងយល់សពអក្រក់នេះបងប្អូនខ្ញុំយល់សពឃើញមានមនុស្សផងម្នាក់ខ្លួនសិតផុកហើយរបៀបមកទោសយ៉ាអាក្រក់មួយម៉ាត់កខិចហ្មងណាមកសុំខ្ញុំគេងមួយហើយមនុស្សផុសហើយមកញ៉ាំហ្មងហើយខ្ញុំថាអុយពួកឯងមួយទឹកអីសិនថាចាអត់ដែរមួយទឹកហងប៉ុន្តែសុំមកគេងចិត្តហែងមកគេងចិត្តខ្ញុំហ្នឹងឲ្យខ្លួនគាត់មើលទៅដូចប្រឡាក់ផុកអីហ្នឹងមកទោះដូចមនុស្សអត់ដែររាប់មួយទឹករាប់ខែអញ្ចឹងណាហើយគាត់ដើរមកគាត់ថាសុំមកគេងចិត្តហែងគាត់ញ៉ាំហើយគាត់ដាក់ខ្លួនគេងមុខខ្ញុំហ្នឹងទៅហើយខ្ញុំភ្ញាក់មកខ្ញុំមានអារម្មណ៍ថាស្រួលហ្មងអ្នកទាំងអស់គ្នាថ្ងៃហ្នឹងមួយដល់ពេលអាយុមិញនេះមនុស្សខ្ញុំខ្លាចទឹកមែនតើដោយសារតែខ្ញុំអត់ដែរខ្ញុំអត់ចេះហៅទឹកខ្ញុំមិនថាក្នុងយល់សពក្នុងក្រៅគឺខ្ញុំខ្លាចទឹកមែនតើតែដល់ពេលអាយុមិញហ្នឹងខ្ញុំសពឃើញមានមនុស្សឡើងច្រើនឲ្យខ្ញុំចុះទៅក្នុងទឹកហើយខ្ញុំប្រាប់គាត់អត់ទេខ្ញុំខ្លាចទឹកណាស់តែថាចុះទៅឲ្យទឹកអង្គជ្រៅឲ្យខ្ញុំចុះអ្នកទាំងអស់គ្នាហើយដល់ពេលទៅខ្ញុំមានអារម្មណ៍ថាមកយ៉ាងខ្ញុំរៀងមានអារម្មណ៍ថាប្លែកហើយទាំងដែលកាលពីមុនខ្ញុំមនុស្សខ្ញុំនឹងឲ្យមិនចេះខ្លាចខ្មោចអីសូម្បីតែពេលទៅថតរឿងហ្នឹងបន្ទប់ទឹកនៅឆ្ងាយពេកអត់ដឹងថាមកទោះនិយាយថាយើងបើទៅទួយអីណាខ្ញុំឲ្យបងស្រីមេអាប់គាត់ចូលចាំនៅមាត់ផ្លូវទៅខ្ញុំចូលទៅអាកន្លែងគេមកឆាគេបូជាសពមែនតើណាខ្ញុំអង្គុយនៅនឹងមកទោះនិយាយអស់ហ្មងដោយសារពេលខ្ញុំថតនេះខ្ញុំស្រែកអីទៅខ្ញុំវាឈឺកទៅខ្ញុំញ៉ាំទឹកច្រើនហើយបន្ទប់ទៅវានៅឆ្ងាយអញ្ចឹងខ្ញុំក៏ដឹងធ្វើម៉េចខ្ញុំក៏នឹកគេមកឆាគេបូជាសពក្នុងវត្តហ្នឹងទៅហើយដល់ពេលគេនឹងរំថាអូគេថាអូមិនខ្ញុំហ៊ានខ្ញុំជាមនុស្សម្នាក់ដែលអត់ចេះខ្លាចខ្មោចខ្លាចអីទេតែមករយៈក្រោយនេះគឺលងបន្ទប់ខ្ញុំគេបិទភ្លើងអត់ហ៊ានមានអារម្មណ៍មួយថាអត់ហ៊ានហ្មងណាត្រូវតែគេបើកភ្លើងហើយបើសិនជាខ្ញុំគេពីអ្នកបងស្រីខ្ញុំអត់មានយល់សប្តិទាំងអស់ខ្ញុំគេលក់ស្រួលដល់ផឹកប៉ុន្តែបើសិនជាខ្ញុំគេម្នាក់ឯងខ្ញុំយល់សប្តិឃើញដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាមិនហ្នឹងអញ្ចឹងយល់សប្តិឃើញមនុស្សរៀងខ្លួនស្ទផុកអីមកសុំគេចិត្តអីអញ្ចឹងណាហើយខ្ញុំអត់ដឹងថាអើយមកពីអីទេប៉ុន្តែគាត់ថាមានអារម្មណ៍មួយថាមួយរយៈហ្នឹងរៀងអត់ហ៊ានសូវហ៊ាននៅម្នាក់ឯងទាំងដែលមនុស្សកាលពីមុនអត់ដែរខ្លាចអីសោះឥឡូវនឹងលងបន្ទប់ដល់បើកភ្លើងអត់ដឹងមិនដែរ